ព្រះគម្ពីរលោកុបាទជំពូក7ខ1ដល់ខ24ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅណូអែថាត្រូវឲ្យឯងនិងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូកពីព្រោះក្នុងពួកមនុស្សជាន់នេះអញឃើញមានតែឯងទេដែលសុចរិតនៅចំពោះអញខាងឯសត្វជើង4ដែលស្អាតនោះឯងត្រូវយក7គូហើយសត្វជើង4ដែលមិនស្អាតនោះឲ្យយកតែ1គូវិញគឺទាំងឈ្មោលទាំងញីផងឯសត្វហើរលើអាកាសនោះត្រូវយក7គូដែរព្រមទាំងឈ្មោលទាំងញីដើម្បីទុកជាពូជវាឲ្យរស់នៅគ្របលើផែនដីត្បិតនៅ7ថ្ងៃទៀតអញនឹងបង្អុរភ្លៀងមកលើផែនដី40ថ្ងៃ40យប់ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញនោះណូអែក៏ធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកណូអែអាយុបាន600ឆ្នាំក្នុងការដែលទឹកជន់ឡើងលិចផែនដីហើយណូអែព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីគាត់ក៏នាំគ្នាចូលទៅក្នុងទូកដោយព្រោះទឹកជន់ឯសត្វជើង4ទាំងស្អាតទាំងមិនស្អាតនិងសត្វស្លាបហើយសត្វលូនវានៅដីគ្រប់មុខក៏ចូល1គូទាំងឈ្មោលទាំងញីទៅឯណូអែក្នុងទូកដូចជាព្រះទ្រង់បានបង្គាប់មកណូអែរួចដល់ផុតពី7ថ្ងៃនោះមកជំនន់ក៏ឡើងលើផែនដីគឺនៅក្នុងឆ្នាំ600ក្នុងអាយុណូអែក្នុងថ្ងៃ17ខែទី2ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជម្រៅធំក៏ធ្លាយហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញមានភ្លៀងធ្លាក់មកលើផែនដី40ថ្ងៃ40យប់គឺនៅថ្ងៃនោះឯងដែលណូអែស៊ីមហាំនិងយ៉ាផេតជាកូនគាត់ហើយប្រពន្ធណូអែនិងកូនប្រសារស្រីទាំង3បានចូលទៅក្នុងទូកទាំងអស់គ្នាទាំងខ្លួនគេហើយនឹងគ្រប់ទាំងសត្វព្រៃតាមពូជគ្រប់ទាំងសត្វស្រុកតាមពូជនិងអស់ទាំងសត្វដែលលូនវានៅដីតាមពូជហើយគ្រប់ទាំងសត្វហើរតាមពូជដែរគឺសត្វស្លាបគ្រប់មុខទាំងអស់ក៏នាំគ្នាចូលទាំងគូទៅឯណូអែក្នុងទូកពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិតឯអស់ទាំងសត្វដែលចូលទៅនោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វដូចជាព្រះបានបង្គាប់ដល់ណូអែរួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកចិត្តលុះទឹកជន់លិចផែនដីបាន40ថ្ងៃហើយបានកាន់តែធំឡើងនោះទូកធំក៏អណ្ដែតផុតពីដីឡើងជំនន់នោះបានមានកម្លាំងក្រៃលែងក៏កាន់តែចម្រើនឡើងជាលើសលប់នៅលើផែនដីហើយទូកនោះបានអណ្ដែតនៅលើទឹកជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដីទាល់តែអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃបានលិចបាត់អស់រលីងទៅរួចទឹកក៏ឡើង15ហត្ថទៀតលិចភ្នំទាំងអស់គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដីទោះទាំងសត្វហើរសត្វស្រុកសត្វព្រៃហើយគ្រប់ទាំងសត្វដែលលូនវានៅដីនិងមនុស្សក៏ស្លាប់ទាំងអស់ដែរគឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោក៏ស្លាប់ទាំងអស់គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដីក៏ត្រូវផ្លាញឡាញទាំងអស់ទៅតាំងពីមនុស្សរហូតដល់សត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសនោះត្រូវវិនាសចេញពីផែនដីទាំងអស់នៅសល់តែណូអែនិងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់150ថ្ងៃ